是我狂热的心如离队，一个人的世界，两个人的嘴，这样你双飞，有你的日子好过我独自体会，一个人的孤单，两个人的悲，就算路再长黑夜再黑，我绝不后悔。ឈើវិនមកដល់ក៏សម្រាប់គ្រួសារហ៊ូអស់114នាក់ហើយនឹងកម្ពុជាអ្នកគុណនិយមអស់30-40នាក់ទៀតក្នុងរយៈពេលមួយយប់ធ្វើឲ្យផ្អើលពិភពគុណខ្ញុំចាំបានថាលោកខែយប់នោះឡើងមូលហើយធំទៀតដល់ពេលលោកខែនៅចំកណ្ដាលមេឃខ្ញុំគិតថានឹងចាត់ការស្រាប់ទៅលើសំឡេងសើចដ៏គួរឲ្យខ្លាចមួយសំឡេងសើចនោះស្ដាប់ទៅដូចជាខ្មោចយំអញ្ចឹងខ្ញុំស្ដាប់ដល់បាសសក់ខ្ញុំក៏មិនហ៊ានធ្វើប្រេះផ្ដាស់ទៀតខ្ញុំចង់មើលឲ្យដឹងការពិតពេលនោះខ្ញុំក៏ឃើញជនឲ្យខ្មៅលុតចុះមកដោយស្ងាត់អត់មានលឺសំឡេងសោះកំពូលអ្នកគុណនិយមពូកែសម្រាប់ខ្លួនណាស់មានតែប្តេជ្ញាតាមគេតែប៉ុណ្ណោះចំណែកម្នាក់នោះអត់មានកម្រិតអីម្ដងផងក៏មកដល់ភ្លាមបើគឺមិនមែនអ្នកខាងទេគឺជាពលិខ្មោចហើយចៅក្រោយមកទៀតបើតាមខ្ញុំយល់ការប្រយុទ្ធគ្នាប្រកាសជាខ្លាំងជាងអ្នកគុណនិយមសម្រាប់គ្នាទៅទៀតការប្រយុទ្ធគ្នានេះបែរជាឆាប់ទៅវិញហេតុអីពីព្រោះការប្រយុទ្ធមួយដែលគ្មានដៃគូឈើវ៉ាន់អឺងពិតជាខ្លាំងប្រកែកពេកហើយប្រកែកដល់ថ្នាក់គ្មានអ្នកណាសម័យបានគឺសម្រាប់មនុស្សស្ទើរតែមិនបាច់ប្រាស្រ័យទី2មុខរបស់គេកាត់តែខ្មៅទៅខ្មៅទៅគេប្រកាសជាហាត់វិជាគុណដ៏គួរឲ្យខ្លាចណាស់ខ្ញុំឃើញបិសាចខ្មៅមុខខ្មៅអាវខ្មៅនោះដើរសម្ដៅទៅហ៊ូវ៉ាន់សានគេដើរទៅដល់កលុតចង្គង់ហើយថ្វាយបង្គំ3ដងខ្ញុំលឺហ៊ូវ៉ាន់សានថាហាន់សានជឺទីបំផុតឲ្យមកដល់ហើយហាន់សានជឺក្រែងវាស្លាប់ហើយអូខ្ញុំដឹងហើយហាន់សានជឺនោះគឺឆៅវ៉ាន់អឺមែនទេត្រូវហើយពេលនោះហាន់សានជឺនិយាយថាលោកគ្រូថ្វាយបង្គំ3ដងចាត់ទុកថាខ្ញុំសងគុណលោកគ្រូប្រមាណឆ្នាំមកនេះគំនុំដែលលោកគ្រូកាត់ឡើងលើខ្លួនខ្ញុំថ្ងៃនេះខ្ញុំនឹងសងលោកគ្រូវិញហាន់សានជឺនិយាយមិនទាន់ចប់ផងហ៊ូវ៉ាន់សានក៏មកបែកក្បាលហាន់សានជឺការពិតហ៊ូវ៉ាន់សានគឺជាកម្ពុជាអ្នកក្លាហានដែលចេះវិជាគុណខ្លាំងពូកែហាន់សានជឺនេះគឺជាឈើវ៉ាន់អឹកវិជាគុណគេរកប៉ាន់ស្មាមិនបានគេអាចជាផុតមួយឈ្នះនេះដោយស្រួលបំផុតគេនិយាយថាលោកគ្រូយកយល់ថាយើងធ្លាប់ជាគ្រូនឹងសិស្សខ្ញុំឲ្យលោកគ្រូ3ស្និតហ៊ូវ៉ាន់សានដឹងថានេះជាឱកាសតែមួយគត់គេក៏បញ្ចេញស្និតកំពុលស្និតទី3ទី4ទីបំផុតក៏ចាប់បានឈើវ៉ាន់អឹកប៉ុន្តែគេចាប់បានតែខោអាវខាងមុខតែប៉ុណ្ណោះខោអាវរហែកអស់ក៏មានរបស់មួយយ៉ាងធ្លាក់មកលើដេកគម្ពីរឈិសាកាល10ឆ្នាំមុនគម្ពីរឈិសាចាប់នឹងទ្រូងខ្ញុំអង្អែលវាលើកវាមិនត្រឹមតែ1000ដងទីខ្ញុំស្គាល់វាច្បាស់ជាងម្រាមជើងខ្ញុំទៅទៀតអ្វីត្បិតតែយប់ងងឹតខ្ញុំមើលតែមួយផ្លេតគឺអាចចំណាំបានហើយនោះគឺជាគម្ពីរឈិសាហ៊ូវ៉ាន់សានសម្រាប់ឈើវ៉ាន់អឺមិនបានដឹងថារួមមិនផុតពីថ្ងៃនេះទៀតទេឈើវ៉ាន់អឺបើជាមិនចិត្តកាគីបើជាសម្លឹងគេដោយគំនុំទីបំផុតហ៊ូវ៉ាន់សានក៏យកកបិតទុនយៈមកសម្រាប់ខ្លួនឯងទៅបើធ្លាក់ដល់ដីទៅហើយហេតុអីកុំយករត់ទៅហ៎ខ្ញុំឃើញឈើវ៉ាន់អឺសម្រាប់មនុស្សហើយខ្ញុំប្រាប់ខ្លួនឯងថាឲ្យតែកំពីនោះនៅលើខ្លួនវាខ្ញុំមិនប៉ះពាល់វាដាច់ខាតលើកនេះមិនមែនស្រែកលើឯងទេអាប្អូនជីងទៅហើយទឹកកប់នឹងច្មក់នេះត្រូវធ្វើស្អាតកុំសោះទុកដានអីសោះហ្នឹងហើយយើងចង់ឲ្យមើលតែយើងចិត្តការឈើបអត់ដល់របៀបម៉េចអាកញ្ចាស់ធ្វើរកស្រួលបំតិចទៅយើងមិនអាចឲ្យអ្នកដទៃដឹងពីអាងកំបាំងរបស់យើងដាច់ខាតអេលោកនាំគាត់ទៅណាហ្នឹងអីស្រីចង្រៃគឺនៅនេះសម្បូរទៅដល់តាកចានាំគាត់ទៅណាហ្នឹងលោកមាននេះជាគូចុងក្រោយហើយអស់គ្នាត្រូវតែសិក្សាតាមបញ្ជាគីលោកមានបាក់មើលតើអ្នកណាឈ្នះឬនេះខ្ញុំដើម្បីបាក់សុខចិត្តថាអ្នកណាឈ្នះខ្ញុំគិតថាឲ្យមេកងឈ្នះល្អជាងបើសិនជាហុងអ៊ីតាធ្វើជាមេបាក់
គេឈ្មោះគេនៅក្នុងពិភពគុណគឺដូចជាថ្ងៃនៅកណ្ដាលមេឃបើសំណាងមិនស្លាប់នៅក្នុងដៃហ្វុងឈីអញ្ចឹងថ្ងៃក្រោយលោកមេប៉ានៅក្នុងពិភពគុណចាំមកកើតគេឈ្មោះគឺមានដៃគូមួយទៀតហើយចំណុចមេកងគឺមន្ត្រីរាជការនៅឆ្ងាយពីពិភពគុណលោកថាមើលតាមមែនទេ មីកងដៃ1000ជាវិជាងគេបើសិនជាឲ្យគេធ្វើមេប៉ាគាត់ជំនឿនឹងល្បិចកលរបស់យើងមិនខានមិនអាចឲ្យគេប្រយុទ្ធឆ្នៃឆ្នៃខិត លោកបងហួងខ្ញុំចាញ់ តិលបងឈីបើមិនកុំតែលោកជួយខ្ញុំប្រហែលជាទៅថានរកបាត់ហើយ ខ្ញុំជួយលងហើយនឹងរឿងបច្ចេកមេប៉ាជារឿងពីរខុសគ្នាថ្ងៃនេះខ្ញុំចាញ់ លបងឈីលបងជប់និយាយទៅខ្ញុំឈ្នះលបងក៏ឈ្នះដែរដំណៃមេប៉ានេះគឺជារបស់លបងហើយ ឡងលោកបងហួងពិតជាអ្នកក្លាហានមែនលបងយិនអ្នកហាត់គុណនិយាយពីសច្ចធម៌មកពីខ្ញុំចាត់ទុកលបងជាបងប្អូនដំបងខ្ញុំមិនចង់ចូលរួមពិធីប្រហាបិសាចនោះទីក៏មិនចង់ឲ្យជើងចៅធ្វើជាមេប៉ាដែរប៉ុន្តែលបងយកព្រមចូលរួមពិធីប្រហាបិសាចលបងមិនអាចទៅទីស្ដាប់ការរៀបចំរបស់លោកមេប៉ាទៅ លបងខ្ញុំខ្វល់ពលបងគិតយ៉ាងណាចំពោះខ្ញុំទេប៉ុន្តែខ្ញុំមិនអាចមើលរវល់ឬស្លាប់របស់នៅនឹងហ្វុងទេចំពោះខ្ញុំនេះគឺជាសច្ចធម៌ យើងពិតជាសំខាន់ដល់ម្លឹងហើយលបងដាច់ចិត្តពីបងប្អូនយើងដែរ ខ្ញុំនៅនឹងហ្វុងមិនអាចស្គាល់គ្នាទេនាងដើម្បីជួយស្ដាប់គេឈ្មោះឲ្យមតិគ្រួសារយើងខ្ញុំនាងបានព្យាយាមគិតបែបយ៉ាងនាងយកចិត្តខ្ញុំជាពាក់គុណនាងដោយសារតែគុណស្រីនេះហើយទើបខ្ញុំចាត់ទុកនាងជាប្អូនស្រីដោយពលលោកជិះគឺជាបងប្អូនប្ដូរស្លាប់ឬបើសិនបងប្អូនមិនដឹងស្លាប់ឬដល់ពេលនោះតើលោកគិតយ៉ាងម៉េចលបងក៏មិនរៀងខ្ញុំដែរមែនទេ មិនខុសទេសូម្បីតែឆៅវ៉ាន់អឺក៏មិនដឹងណៃណាបើចេះតែដើររកប្រេបដាំគឺគ្មានន័យទេ ចុះបើដឹងថាខ្ញុំចង់ចាត់ការគេមកជាមករកខ្ញុំដោយខ្លួនឯងធ្វើបែបនេះបើចង់រកហ្វុងអឺឃើញគឺមានសង្ឃឹមច្រើន លោកក៏ដឹងច្បាស់ក្នុងចិត្តដែរទោះជារកឆៅវ៉ាន់អឺឃើញក៏គ្មានសង្ឃឹមឆ្នះដែរខ្ញុំវាមិនចូលបាញ់ណាលោកនៅទីនេះសិនណា លោកមានផែនការហើយ ប៉ុន្តែហ្វុងអឺមិនអាចចាំបានទេ រឿងនេះខ្ញុំយល់ខ្ញុំនឹងរៀបចំសកម្មភាពឆាប់ប៉ុន្តែខ្ញុំប្រាប់មុនទៅហើយមិនមែនសម្រាប់ខ្លួនខ្ញុំទេក៏មិនមែននៅនឹងហ្វុងដែរពេលនេះយើងគ្មានផតតាំងថានៅនឹងហ្វុងនៅក្នុងដៃឆៅវ៉ាន់អឺយើងមិនអាចធ្វើឲ្យខូចការទេបើសិនជារឿងនេះលោកឆៅឆាមកពេលអាចធ្វើឲ្យខូចការធំពេលនេះពិធីប្រហាបិសាចទើបចាប់ផ្ដើមទាំងអស់គ្នាមានចិត្តឆៅឆាអ្នកគុណនិយមចិត្តពុះកញ្ជ្រោលសកម្មភាពពួកគេខ្លាំងជាងធម្មតាណាយើងមិនអាចទប់ស្កាត់បានដូច្នេះមានតែធ្វើសកម្មភាពទេឆៅវ៉ាន់អឺគេនៅកន្លែងងងឹតពួកយើងនៅកន្លែងភ្លឹងសូម្បីសមោលគេពួកយើងមិនដែលឃើញដូច្នេះនឹងមានផលអាក្រក់ដល់ពួកយើងប្រហែលថ្ងៃនេះខ្ញុំដាស់ត្រួតមើលអស់ហើយនៅក្នុងសុខហិនជ័យទាំងមូលខ្ញុំបានសន្និដ្ឋានឆៅវ៉ាន់អឺនៅស្រុកនេះទេនៅជ័យក្រុងនេះមានបន្លែទឹកច្រើនខ្ញុំចំណាយពេលវេលាទៅមើលដោយគ្មានបានប្រយោជន៍ដូច្នេះមធ្យោបាយដែលល្អជាងគេបំផុតគឺត្រូវបញ្ឆោតឆៅវ៉ាន់អឺឲ្យចេញមកកន្លែងភ្លឹងបើតាមការវិភាគរឿងរបស់គេពីមុនមកចង់ឲ្យគេបង្ហាញខ្លួនគឺមិនប្រមាថទេឲ្យតែគេដឹងដំណឹងថាគ្រួសារលោកម្ចាស់ម៉ាយកិច្ចពីគ្រោះថ្នាក់នាំយារឬតាហានចេញអស់ហើយបែបនេះគេទៅស្ទាក់ផ្លូវស្នៀតមួយនេះហៅថាបញ្ឆោតខ្លះចេញពីរូងអ្នកទាំងអស់គ្នាម្នាក់កន្លែងនេះភ្នំខ្ពស់ជ្រៅផ្លូវទៅចង្អៀតទៅបានតែម្នាក់10000អ្នកចេញមករួចទេបើឆៅវ៉ាន់អឺចង់ស្ទាក់ផ្លូវច្បាស់ជារើសយកកន្លែងនេះហើយបើចង់រត់ក៏មានការពិបាកដែរអ្នកណាក៏រត់មករួចដែរណាដូច្នេះយើងគួរតែយកកន្លែងនេះដាក់អន្ទាក់ឆៅវ៉ាន់អឺដោយយើងបង្កប់ពួកអ្នកគុណនិយមទាំងអស់ពេលដែលឆៅវ៉ាន់អឺបង្ហាញខ្លួនយើងរៀបផែនការចាប់មិនឲ្យគេរត់រួចទេ ដុកឈីធ្វើជុំមិនបានទីឆៅវ៉ាន់អឺវាជាគុណខ្លាំងប្រកែកណាស់ឲ្យគ្រួសារម៉ាយបញ្ឆោតគេចេញមកទោះជាចាប់គេបានបើមានការថ្លោះថ្លៃអីនោះតើគិតយ៉ាងម៉េចទៅ ពួកយើងមិនអាចឲ្យលោកម្ចាស់ម៉ាយផ្សងគ្រោះថ្នាក់ទេមនុស្សនៅក្នុងគ្រួសារម៉ាយទាំងអស់ត្រូវដាក់វីរៈជន